អាវុធហាត់ឌីជីនីភ្នំពេញបានកិនកំទេចឧបករណ៍បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់360000គ្រឿងច្រើនណាស់នេះគឺជាការខិតខំប្រឹងប្រែងប្រតិបត្តិការរបស់អាវុធហាត់រាជធានីភ្នំពេញនិងការចូលរួមជាមួយនឹងក្រសួងមន្ទីរដែលមានការពាក់ព័ន្ធហើយបានសម្រេចចាប់បានហើយយកមកកិនកំទេច360000គ្រឿងនេះគឺជាសារដាស់តឿនទៅដល់អ្នកដែលធ្វើអាជីវកម្មបារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ហ្នឹងហើយក៏ជាសារដាស់តឿនទៅដល់អ្នកដែលទទួលយកលក់ណាអ្នកណាខ្លះដែលលក់ត្រូវដឹងថាហ្នឹងគេចាប់អាហ្នឹងគឺជារឿងខុសច្បាប់ហើយក្នុងហ្នឹងដែរអ្នកជក់បងប្អូនកូនក្មួយក្នុងហ្នឹងមានសិស្សសាលាខ្លះជក់ដែរបាទអានេះខូចសុខភាពខ្លាំងណាស់ខូចសុខភាពសួតហត់ហើយយូរទៅវាធ្វើឲ្យមានបញ្ហាវិបលាស់ខួរក្បាលរត់បានយូរទេចឹងសូមចូលរួមទប់ស្កាត់ទាំងអស់គ្នាហ្នឹងចូលរួមទប់ស្កាត់ទាំងអស់គ្នាហ្នឹងគឺតើយើងទាំងអស់គ្នាតែម្ដងទីមួយគឺអ្នកជក់ឈប់ទៅអាហ្នឹងវាអត់ចំណេញទេវាមានតែអន្តរាយដល់សុខភាពបាទហើយអ្នកដែលទទួលលក់បើសិនជាមាននរណាម៉ួយណាយកមកដាក់លក់អីហ្នឹងទី1កុំទទួលទី2រាយការណ៍ជូនសមត្ថកិច្ចឬក៏អាវុធហត្ថតែម្ដងទៅតើតែយើងចូលរួមទាំងអស់គ្នាណាបងប្អូនទើបយើងអាចទប់ស្កាត់នឹងការបំពុលនៅអារម្មណ៍សតិស្មារតីរបស់យុវជនឬក៏អ្នកដែលប្រើប្រាស់ព្រោះអ្នកប្រើប្រាស់គាត់ចេះតែប្រើគាត់អត់គិតវែងឆ្ងាយគាត់អត់បានគិតហើយអ្នកខ្លះទៀតគាត់ភ្លើនបាទ